ពេលខ្លះយើងចង់បានកម្មវិធីកាត់វីដេអូកែរូបភាពកែឯកសារឬក៏ប្រើ AI អីចឹងជាដើមក៏តែយើងអត់ដឹងទៅស្វែងរកបែបម៉េចអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំឲ្យបងប្អូនស្គាល់នៅ website មួយដែលផ្ដុំទៅដោយ tool ទាំងអស់នោះចាប់ជាក្រុមបញ្ចូលគ្នាហើយបែងចែកជា category ដែលងាយស្រួលនៅក្នុងការប្រើប្រាស់រីសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញឲ្យបងប្អូនស្គាល់នៅ website មួយដែលផ្ដុំនៅ tool ជាច្រើនហើយបែងចែកជា category ដែលបង្កភាពងាយស្រួលឲ្យយើងនៅក្នុងការប្រើប្រាស់ការរៀនឬក៏ការធ្វើការអញ្ចឹងកុំឲ្យខាត់ពេលយូរតោះទៅចូលទៅកាន់ website នឹងជាមួយខ្ញុំទាំងអស់គ្នាជំរាបដំបូងបងប្អូនគ្រាន់តែចូលទៅកាន់កម្មវិធី Google Chrome ហើយវាពាក្យថា top.tool tool មានអីណាហើយយើងចុច enter ហើយតើតើទៅនឹងការស្វែងរក tool ទៅតាម category ហ្នឹងបងប្អូនគ្រាន់តែយកពាក្យ category នៅទីនេះមកហើយយើងនឹងឃើញមាន tool ជាច្រើនដូចជា tool ទៅក្នុងកែរូបភាពកាត់វីដេអូសរសេរអត្ថបទ marketing design កែសម្លេងbusiness AI អញ្ចឹងជាដើមឥឡូវឧទាហរណ៍ថាខ្ញុំចង់ចូលទៅកាន់ tool ទៅក្នុងនឹង video editing អញ្ចឹងយើងគ្រាន់តែ click ទៅលើ video editing tool នេះមកឬក៏ right click យកពាក្យ open a new tab ដើម្បីចូលទៅបើក tool មួយហ្នឹងនៅលើ tab ថ្មីបាទរាល់ tool នីមួយៗគឺមានពាក្យថា free ដែលមានន័យថាយើងអាចទាញយក tool ហ្នឹងយកទៅប្រើដោយឥតគិតថ្លៃ freemium គឺអាចឲ្យយើងប្រើបានដោយឥតគិតថ្លៃក៏តែមុខងារឬក៏ feature pro គេគិតថ្លៃឧទាហរណ៍ដូចជាកម្មវិធី CapCut អញ្ចឹងហើយ free trial គឺអនុញ្ញាតឲ្យយើងប្រើប្រាស់នៅក្នុងពេលណាមួយអញ្ចឹងជាដើមបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប្រព័ន្ធនេះឯងនៅក្នុងការផ្សាយជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយរាល់ tool ដែលខ្ញុំបានបង្ហាញនេះបងប្អូនចង់បាន tool មួយណា select យក tool មួយនឹងយកទៅប្រើប្រាស់ដោយខ្លួនឯងទៅអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូថ្មី